Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើការថតជាមួយនឹងការ make up ម្ដងទៀតដោយប្រើផលិតផលតា2 so ចង់ដឹងថាប្រើផលិតផលតា2ផលិតផលនៃការ make up របស់ខ្ញុំចេញមកមិនចាំតាមដានមើលវីដេអូនេះទាំងអស់គ្នា so let's get it មុននឹងឈានទៅដល់ការ make up គឺយើងប្រើ skin care សិនអានេះគឺskin care ខ្ញុំប្រើរាល់ថ្ងៃប្រចាំថ្ងៃហើយ toner ឥឡូវនេះខ្ញុំធ្វើការតប់ទឹក toner នៅលើមុខដើម្បីឲ្យមុខអស់គ្នាបើទីឆ្ងល់តែមិនសក់ខ្ញុំម្ដងក្រហមម្ដងខ្មៅចេះដោយសារពេលឃើញសក់ខ្មៅក្រដងហ្នឹងគឺរបៀបបាញ់ថ្នាំខ្មៅរបៀបពេលខ្ញុំបាញ់ថ្នាំខ្មៅហ្នឹងតែពេលខ្ញុំត្រូវទៅក្រៅឬក៏ទៅប្រជុំមួយគេអ្នកនេះហេអញ្ចឹងបើសិនជានៅធម្មតាអញ្ចឹងគឺសក់ខ្ញុំក្រហមទាំងឯងឥឡូវនេះយើងធ្វើការតប់ toner ហើយស្រោមវីដេអូមុនហ្នឹង so this is how I apply my serum into my face ធ្វើជាភ្នែកតឹងដូចចិនគ្រីម skin care អានេះលាបបានទាំងពេលយប់ទាំងពេលថ្ងៃហើយខ្ញុំប្រើអាហ្នឹងជាប្រចាំអានេះវាថាប្រយោជន៍នេះអាពណ៌នោះថាប្រយោជន៍នោះចឹងទៅហើយឥឡូវហ្នឹងវាsunscreen ទាំងអស់គ្នាមិនមែន sunscreen អានេះ sun gel ឥឡូវយើងចូលដល់វាគឺ back up ហើយខ្ញុំនឹងប្រើជាមួយដូចខ្ញុំនិយាយនៅមុនវីដេអូមួយហ្នឹង intro មួយហ្នឹងថាប្រើតែ2មុខឯង2នេះ1 2 3តែវាខ្ជូតខ្ញុំមិនមានប្រើជក់ប្រើនេះពណ៌គេបែបនេះណាខ្ញុំមិនដឹងថាខ្ញុំទិញលេខប៉ុន្មាននេះខ្ញុំមិនដឹងថាត្រូវមួយមុខខ្ញុំអត់ទេសាកសិនblend លើមុខមកអូយកាប់ខានវាដាក់មុខសិនអត់ដឹងនិយាយថាមិនវាដូចអាថ្លៃដែរនេះហ៎វ៉ាmascara នេះខ្ញុំប្រើតាំងពីខែ9ណាទាំងអស់គ្នាឥឡូវវាខែ3អីខែ3ឆ្នាំថ្មីខ្ញុំប្រើតាំងពីខែ9ឆ្នាំ2024ចាំមើលស្អាតខ្ញុំប្រឡប់ឲ្យវាចេញពណ៌មាសសិនវាស្អាតទៀតយល់ឥឡូវដល់ពេលធ្វើសក់ធ្វើម៉ូតសក់តម្លាក់សក់សិនខ្ញុំជួយចិត្តលើកសក់សុភាពអានេះបើសិនជាខ្ញុំសក់ខ្មៅគឺសុភាពយកមកស្អាតប៉ុណ្ណឹងហើយគេបោកទៀតអានេះយើងទៅក្រៅបានហើយអ្នកនរគ្នាមានតែ2មុខនេះដាក់តាមខ្លួនគឺនឹងខ្លាចជាស្រីស្អាតអូតូម៉ាទិក time to say goodbye បាយទាំងអស់គ្នាអរគុណច្រើនណាស់ដែលបានតាមដានមើលវីដេអូហ្នឹងអ្នកដែលមើលដល់ចប់កុំភ្លេចចុច like ចុច share comment ហើយ react បេះដូងផងណាហើយបើសិនជាអាច
screenshot ផ្ញើចូល group និយាយដើមផងនិយាយលេងបាយបាយ